បន្ទាប់ពីបិសាចឥន្ទ្រីបានស្លាប់ទៅបូស្បាក៏សាកល្បងបង្កើតបិសាចឥន្ទ្រីនេះឲ្យទៅជាកូនក្រឥន្ទ្រីពេលនោះក៏ទទួលបានជោគជ័យសត្វបិសាចកូនក្រឥន្ទ្រីនេះស្ថិតនៅកម្រិតទី8ថ្នាក់កំពូលបូស្បាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងឪពុកបូស្បាក៏បានសួរបូស្បាថាតើបូស្បានឹងមានគម្រោងអ្វីទៅបូស្បាបាននិយាយថាខ្ញុំមិនត្រឹមតែនាំពុកចេញពីនេះទេខ្ញុំក៏នឹងដណ្ដើមរាជបល្ល័ង្កឲ្យពុកវិញផងដែរភ្លាមនោះបូស្បាក៏បាននិយាយជាមួយនឹងម៉ែវម៉ែវទាំងពីរថាឲ្យម៉ែវម៉ែវទៅស្វែងរកមិត្តភ័ក្តិបិសាចទាំងអស់គ្នាដើម្បីធ្វើការចោះចូលនិងជួយដល់បូស្បាពេលនោះម៉ែវម៉ែវក៏ចាប់ផ្ដើមធ្វើអន្តរាគមន៍ឯស្ដេចគ្រុឌវិញមួម៉ៅជាខ្លាំងគេនិយាយថាអស់ជាច្រើនខែហើយបែរជាតាមចាប់ឪពុកកូនទាំងពីរនាក់នោះមិនបានគេក៏បានបញ្ជាទ័ពកាន់តែច្រើនទៅដើម្បីទៅរុករកកោះអឋានបិសាចនោះឪពុកកូនទាំងពីរនាក់បានចាប់ដៃគ្នាប្រយុទ្ធជាលើកដំបូងដើម្បីដណ្ដើមយករាជបល្ល័ង្កមកវិញស្ដេចគ្រុឌមិនបានដឹងទេថានៅកន្លែងដែលបូស្បាស្នាក់នៅគឺមានដែនសីមាបងរុញដីក្រោយពីដំណើរការសីមាបងរុញដីសត្វបិសាចនិងកូនក្រក៏បានចាប់ផ្ដើមចូលវាយលុកក្នុងរាជវាំងតែម្ដងរីឯឪពុកបូស្បាវិញក៏បានទៅជួបប្អូនហើយនិយាយប្រាប់ប្អូនថាដោះលែងពួកយើងទៅពួកយើងនឹងមិនប្រកាន់ទោសអ្វីទេពួកយើងនឹងចាក់ចេញពីទីនេះការចរចាគ្មានប្រសិទ្ធភាពពួកគេទាំងពីរនាក់ក៏បានចាប់ផ្ដើមប្រយុទ្ធគ្នាតើកម្រិតទី5អាចយកឈ្នះកម្រិតទី9កំពូលដូចម្ដេចទៅពេលនេះឪពុកបូស្បាបានត្រូវរបួសហើយដោយឃើញឪពុកត្រូវរបួសបូស្បាក៏ដើរចូលមកដើម្បីជួយដល់ឪពុកស្ដេចគ្រុឌក៏លាន់មាត់ថាក្មេងស្រីម្នាក់នេះទើបតែបែកបានប៉ុន្មានខែសោះបែរជាឈានដល់កម្រិតទី8ថ្នាក់បឋមបាត់ទៅហើយថ្ងៃនេះខ្ញុំត្រូវតែសម្លាប់នាងចោលបូស្បាក៏ឌឺដងឲ្យស្ដេចគ្រុឌថាបែកគ្នាបានប៉ុន្មានខែសោះស្ដេចគ្រុឌហេតុអ្វីក៏មុខអាក្រក់បែបនេះស្ដេចគ្រុឌក៏តបថានេះគឺជាវិជាសម្ងាត់របស់អម្បូរគ្រុឌយើងប្រើប្រាស់វាដើម្បីសម្លាប់នាងនឹងហើយតើនាងចង់រៀនទេបើចង់រៀនចាំយើងបង្រៀនបូស្បាក៏តបថាមិនអីទេចាំពេលឯងស្លាប់បាត់ខ្ញុំនឹងរៀនវិជាគ្រុឌទាំងអស់តែម្ដងតើបូស្បាអាចដណ្ដើមរាជបល្ល័ង្កឲ្យឪពុកបានដែរឬទេសូមរងចាំតាមដានទស្សនាភាគបន្ត